បាទជម្រាបសួរប្រិយមិត្តជាទីមេត្រីបាទថ្ងៃនេះមានព័ត៌មានសង្ខេបចែកចាយទៅបងប្អូនម្ដងទៀតអញ្ចឹងប្រូក្រាមនេះប្រាប់ផ្ដល់ព័ត៌មានខ្លីៗខ្លឹមសម្រាប់បងប្អូនមានពេលស្រាវជ្រាវនិងស៊ីជម្រៅជ្រៅបាទនេះជាអ្វីដែលសង្ខេបជូនបងប្អូនហើយទៅមួយទៀតបើសិនបងប្អូនមានអារម្មណ៍ថាអ្វីដែលខ្ញុំធ្វើនឹងមានថាប្រយោជន៍បាទកុំភ្លេចសូម like សូម follow page របស់យើងផងបាទអញ្ចឹងកុំឲ្យខកខានអញ្ចឹងព័ត៌មានទី1អឺខែមេសានៅខែ9បងប្អូនដឹងទេថាឥឡូវនេះក្រសួងអន្តរប្រវេសន៍ហៅកាត់ USCIS គេផ្ដល់អំណាចបន្ថែមពីមុនក្រសួងអន្តរប្រវេសន៍ហ្នឹងជាក្រសួងរដ្ឋបាលគេហៅ process ឯកសារគេហៅសុភាឡាប៉ុន្តែឥឡូវនេះមានអំណាចពីលើនឹងមួយទៀតបាទគេមានអំណាច enforcement មានន័យថាគេអាចមានសិទ្ធចាប់ខ្លួនឬការកំភ្លើងការអីចឹងណាដូច FBI ដូច ICE ចឹងអញ្ចឹងអ្វីដែលគេបានសិទ្ធថ្មីហ្នឹងគេថា USCIS Law Enforcement Authority USCIS 1811 classified officer មានន័យថាភូង special agent ហ្នឹងគេមានសិទ្ធស៊ើបចាប់ខ្លួននិងយកឡើងតុលាការបាទអញ្ចឹងនេះជាអំណាចថ្មីរបស់ក្រសួងអន្តរប្រវេសន៍ហើយទៅមួយទៀតអាចកាន់កំភ្លើងបាទតាមខ្លួនដើម្បីនិយាយថាsearch arrest warrant ហើយទៅហាក់បីដូចមានសិទ្ធស្មើដូចជា FBI រឿងICE អញ្ចឹងបាទហើយទៅ USCIS director has the authority to order expedited removal and investigate civil and criminal violation of immigration law within the jurisdiction of USCIS អញ្ចឹងថ្នាក់ដឹកនាំបាទ Director USCIS ហ្នឹងគាត់អាចមានសិទ្ធបន្លឿនការចាប់បញ្ជូនខ្លួនជនល្មើសបាទចេញពីស្រុកបាទហើយទៅ USCIS plan to recruit and train special agent who will exercise these additional enforcement authority ចឹងក្រសួងអន្តរប្រវេសន៍គេនឹង recruit បាទយកបុគ្គលិកបន្ថែមដើម្បីហាត់បង្រៀនឲ្យអនុវត្តសិទ្ធិថ្មីរបស់គេនេះបាទអញ្ចឹងស៊ីបាទនឹងជាព័ត៌មានទី1អញ្ចឹងឥឡូវនេះខ្លាំងជាងមុនបាទនេះជា USCIS 2.0 បាទហើយទៅព័ត៌មានទី2ដោយសារ shutdown នឹងបងប្អូននឹងបញ្ឈរមុខនឹងការ delay ខ្លះទាក់ទងពីរឿងជាកប៉ាល់ហោះបាទចេញទៅស្រុក state ផ្សេងឬស្រុកក្រៅឡើងបាទព្រោះair traffic controller និង TSA ពួកហ្នឹងគេបានលុយមកពីរដ្ឋអញ្ចឹងពង shut down ហ្នឹងឥឡូវនេះធ្វើការអត់មានប្រាក់ខែបាទអញ្ចឹងអ្វីដែលគេធម្មតាទេយើងធ្វើការយើងចង់បានលុយហើយព្រោះយើងមាន bill ដូចអ្នកធ្វើការគេថា even though who would like to keep working might not be able to afford to ទោះបីតែយើងចូលចិត្តការងារក៏ដោយប៉ុន្តែមើលទៅវាតក់រួចបាទ if you have kids a mortgage car payment food bill you cannot miss a check or member worry how to pay for childcare save money for home and a kid បាទអញ្ចឹងធម្មតាធ្វើការត្រូវការលុយដើម្បីទប់ទល់ចំណាយប្រចាំខែអញ្ចឹងឥឡូវនេះតាម CNBC រាយការណ៍មកបានឃើញដូចថាអ្នកដាក់ពាក្យឈប់ច្រើនណាបាទអ្នកធ្វើការនៅ Air Traffic Controller និង TSA អញ្ចឹង TSA អ្នក screening អ្នកមើលយើងចេញចូលទៅចូលក្នុងកប៉ាល់ហោះហ្នឹងអញ្ចឹងបើសិនខ្វះមនុស្ស screen អញ្ចឹងវាអាចស្ទះបាទហើយទៅពិសេសនៅកន្លែង Lagora កាលហ្នឹងកប៉ាល់ហោះប៉ះគ្នាហ្នឹងខ្ញុំអត់ដឹងថាវាទាក់ទងពីរឿងអត់មានមនុស្សមើលគ្រប់គ្រាន់ឬយ៉ាងណាទេ
បងប្អូនជួយ comment ផងណាបើសិនដឹងរឿងហ្នឹងអញ្ចឹងតាម CNBC រាយការណ៍មកបង្កើតពី shut down ខែតុលាថ្ងៃទី1នេះFAA ហ្នឹងគាត់បាន report មកថាអ្នកធ្វើការកន្លែង traffic control និង TSA ហ្នឹងចុះបន្ថយមួយចំនួនធំពិសេសនៅបឺលីននៅ Boston នៅ Philadelphia នៅ Atlanta Houston បឺលីនធំណាបាទ flight delay have spread to airport in Nashville Dallas Newark and more បាទចឹងបងប្អូនចិត្តដល់ holiday Thanksgiving Christmas New Year បាទអញ្ចឹងបើសិនធ្វើដំណើរទៅអាចប្រឈមមុខនឹង delay និងការយឺតយ៉ាវមួយចំនួនធំបាទដោយសារការ shut down បាទចឹងព័ត៌មានទី3ចង់បញ្ចប់ចង់ចែកចាយថាឥឡូវនេះរឿងផ្លាស់ប្ដូរច្រើនពីរឿងអន្តរប្រវេសន៍ហ្នឹងអញ្ចឹងខាងសភាគេពងសហការគ្នាដើម្បីរៀបចំច្បាប់អីបន្ថែមបាទឥឡូវគេពងរៀបចំចរចាហៅ bill ពងតែងច្បាប់មិនទាន់អនុវត្តទេអញ្ចឹង for many years គេថាeffort to update the national outdated immigration policy has fallen short អញ្ចឹងបច្ចុប្បន្ននេះគេមាន bipartisan Senate managed to pass a bill that combined border security and pathway to citizenship អញ្ចឹងជំរឿអនាគតឆ្នាំក្រោយ Q1 Q2 នឹងមានព័ត៌មានបន្ថែមថាខាងសភាសហរដ្ឋអាមេរិកហ្នឹងគេមានបញ្ចេញច្បាប់អីថ្មីទាក់ទងពីរឿងអន្តរប្រវេសន៍នេះបាទអញ្ចឹងកុំភ្លេចបងប្អូនបើសិនស្ដាប់ព័ត៌មានសង្ខេបនេះហើយទៅពេញចិត្តមានថាប្រយោជន៍សូមមេត្តាដាក់ comment និង like និង follow ផងបាទសូមអរគុណ